អ្នកសម្គាល់ថាមានអត្តាព្រោះអ្នកមានអវិជ្ជាក្នុងលោកនេះគ្មានអីមួយគ្មានស្អីមួយក្នុងលោកនេះត្រៃភពទៀតបងប្អូនត្រៃភពភពទាំង3ត្រៃភពអត់មានអត្តាទេគ្មានសត្វមួយណាបានសោយសុខឬសោយទុក្ខទេវាគឺជាសេចក្តីវង្វេងរបស់សត្វទេបងប្អូនធម៌នឹងជ្រៅធម៌នឹងជ្រៅចឹងមកគេហៅធម៌នឹងជាធម៌ត្រាស់ដឹងអ្នកណាអាចយល់ត្រឹមតែថ្នាក់បរិយ័តតែបងប្អូនណាស្បើយអារឿងខ្លាចហើយស្បើយអារឿងបហើនណាអត់ចេញអាបហើនអត់ចេញអាខ្លាចមកទេចេញអាល្មមតើយើងយល់ពីតំណឹងណាបងប្អូនពីណាគេថាធ្វើអញ្ចឹងធ្លាក់នរកយើងណាតាណានរកបើទ្វាធំតិចខ្ញុំចូលគេថាយើងបហើនយើងយល់បងប្អូនតែយើងយល់យើងអត់ខ្លាចទេដល់យើងអត់ខ្លាចយើងរស់នៅក្នុងព្រហ្មចរិយាបដ ாய் កាន់សិលសពបបសអករណងធ្វើសេចក្តីល្អកុសលសោបសម្បទាសម្អាតចិត្តសច្ចតបរិយោតបណងសួរតែហេតុអីបានយើងដើរលើមគ្គហ្នឹងយើងមិនសម្លាប់គេយើងមិនបៀតបៀនគេហើយថែមទាំងជួយគេទៀតពីព្រោះយើងមើលទៅយើងឃើញគេក៏ដូចយើងក៏ដូចគេនេះបងប្អូនដូចគ្នាបើមានអត្តាមានហែងមានអញបាទប៉ុន្តែវាអត់វាមានតែខណ្ឌ5ដែលជារបស់ធម្មជាតិគុំជាមួយគ្នាគុំគេក៏អញ្ចឹងយើងក៏អញ្ចឹងអាគេយើងគ្រាន់តែនិយាយគ្នាតាដូចគ្នាណាបងប្អូនដូចគ្នាណាគេថាពិភពលោកគឺតែមួយអត់មានយើងអត់មានគេដល់ពេលឃើញគេប្រកាន់អញកូនអញឃើញគេគូមុខគូមាត់ឃើញគេជិះឡើងធ្វើបានធ្វើរដ្ឋមន្ត្រីបានអីឬតន្ទូងបងប្អូនឬតន្ទូងហ្នឹងអញហ្នឹងមើលថាអញហ្នឹងសាសតតថេយល់ថាមានអញអញអីហ្នឹងដល់ពេលអញ្ចឹងចង់តែប្រាប់គេបងប្អូននេះមិនមែនកាន់សិលព្រោះចង់បានបុណ្យឡើងឋានសួគ៌អត់ទេអាណិតគេតែហ្មងប៉ុន្តែឧទាហរណ៍ថាយើងងាប់ទៅវាអត់បានសមុជឆេតក្នុងជាតិនេះមានន័យថាអត់បាននិព្វានក្នុងជាតិនេះដោយសារយើងធ្វើត្រូវអញ្ចឹងអាចិត្តរបស់យើងហ្នឹងទៅចាប់ជាតិទៀតល្អទៀតបងប្អូនល្អទៀតហើយអាជាតិក្រោយបងប្អូនត្រូវដឹងណាអត់មានពីណារុញទៅចាប់ជាតិអត់មានពីណាទៅចាត់ចែងវាសនាទេដូចខ្ញុំនិយាយមិនអញ្ចឹងចិត្តរបស់យើងវាន្ទូលចាត់ខ្លួនឯងដែលព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាសត្វលោកទាំងអស់គ្នាមានកម្មជារបស់ខ្លួនបងប្អូនច្រឡំថាពេលអញធ្វើល្អទៅយមរាជគាត់ទេវតាគាត់មែនទេគាត់អត់ទាន់ទេជាលក្ខណៈរបស់ធម្មជាតិគឺចិត្តគាត់ព្រោះឲ្យចិត្តទៅចុតតែបដិសន្ធិដោយខ្លួនឯងសត្វលោកម្នាក់មានកម្មជារបស់ខ្លួនវាទៅចុតតែបដិសន្ធិបងប្អូនស្គាល់បដិសន្ធិពាក្យថាបដិសន្ធិមានន័យថាផ្គុំជីវិតសារជាថ្មីបើផ្គុំជីវិតសារជាថ្មីអត់មានកន្លែងណាមួយដែលជីវិតរស់អត់បានទេបងប្អូនឲ្យតែវាផ្គុំកន្លែងណាបានណាជីវិតរស់បានកន្លែងនោះណាឧទាហរណ៍ថាវាប៉ាប់ចូលទៅជាតកៅក្នុងប្រគុណអាចវារស់បានក្នុងប្រគុណអាចនោះស៊ីឆ្ងាញ់ទៀតហើយសួរតកៅចង់ទៅណាអត់ទេអត់ចង់ទៅណាទេវាពឹកទៅជាមន់ក៏វាកើតមកតាមលក្ខខណ្ឌធម្មជាតិតែវាកើតបានវារស់បានណាពឹកទៅជានរកតែវាផ្គុំបានវារស់បានណាតិចទៅយកវាចេញពីនរកអត់ទេអញទៅទេនរកសុបាយវាសុបាយតាមធម្មជាតិរបស់វាហ្នឹងណាបងប្អូនបើបងប្អូនថានៅនរកក្តៅណាគេធ្វើទណ្ឌកម្មអានឹងសាសនាគេបំភ័យគេភូតមនុស្សទេវាទាល់តែយកយើងជាមនុស្សយកទៅដាក់ក្នុងផ្ទះខ្លាញ់បានយើងក្តៅឧបមាថាយើងពេលដែលងាប់ទៅចិត្តហ្នឹងវាចិត្តតែបដិសន្ធិពឹបជាសត្វមួយសត្វពោកអីចុះនៅក្រោមតកកសីតុណ្ហភាពវាបងប្អូនណាចិត្ត0អង្សាអាខាងលើកកលើ0អង្សាផងអាក្រោមវាប្រហែលចិត្ត0អង្សាយើងយកចិត្តយើងទៅថ្លឹងងាប់0អង្សាងាប់ហើយគាត់តែតកកល្មមពី3អង្សានិយាយពីលូកមកផ្លែត្រជាក់ចង់ងាប់ហើយចុះវារស់នៅក្រោមហ្នឹងងាប់ត្រជាក់អញងាប់ហើយបងប្អូនណាចិត្តរបស់យើងទៅពឹបគុំឡើងជាជីវិតថ្មីតែវាគុំឡើងក្រោមតកកដល់ត្រជាក់នឹងបានវារស់សប្បាយណាស់ព្រោះធម្មជាតិវាអញ្ចឹងបើវាពឹបគុំឡើងជាសត្វនរករស់នៅក្នុងភ្លើងតិចទៅយកវាចេញពីភ្លើងវារស់បានណាតែវាកើតបានវារស់បានហើយជាធម្មជាតិអត់មានអាណាដាក់ទុនកម្មទុនអីចាអានឹងសាសនាជារឿងភូតទេលោកគ្រូធម្មមាស្អីគេនៅពេញរាល់ថ្ងៃមាំងដល់ពេលខ្លួនឯងមាំងអញ្ចឹងទៅគូធ្វើរូបតុក្កតារូបអីដាក់ធ្វើនរកនឹងក្តៅណាស់ក្តៅអីតាអាចារ្យលើដើរគូតាមវត្តធ្វើខ្ទះខ្លាញ់ខ្ទះអីមកមើលបងប្អូនមកមើលខ្ទះខ្លាញ់ស្រុកខ្មែរអញ្ចឹងទៅខ្ទះខ្លាញ់ស្រុកគេផ្សេងទៅតាមតែឈួតរបស់មនុស្សអញ្ចឹងប្រពុតជប៉ុនមុខដូចជប៉ុនអញ្ចឹងទេវតាជប៉ុនស្លៀកស្បៃទេវតាខ្មែរស្លៀកចរបាប់កម្លៅរបស់មនុស្សទេទេវតានរកប្រែតមានមែនបងប្អូនមានមែនប៉ុន្តែមិនមែននៅក្នុងសភាពដែលវិញ្ញាណទាំង6របស់យើងយល់បានទេវាអត់ចឹងទេខ្ញុំលើកឧទាហរណ៍ចេះដើម្បីបញ្ចប់ចំណាប់អារម្មណ៍គ្រាដំបូងរបស់ខ្ញុំលើកឧទាហរណ៍ចេះបងប្អូនដើម្បីស្គាល់បងប្អូនធ្វើម៉េចស្គាល់ឥឡូវយើងនិយាយពីស្គាល់ចុះដើម្បីស្គាល់ខ្ញុំបងប្អូនត្រូវឃើញមុខខ្ញុំម្ដងឃើញសិនឃើញហើយថតនេះជារបៀបស្គាល់កុំព្យូទ័រអីគេធ្វើចឹងធ្វើតាមដំណើររបស់មនុស្សចឹងដើម្បីស្គាល់ត្រូវថតម្ដងថតបឹបដល់ថ្ងៃក្រោយឃើញមុខខ្ញុំទៀតថតបឹបថតអាថ្មីយកទៅផ្ទៀងនឹងអាចាស់ដែលថតទុកដល់ផ្ទៀងទៅវាត្រូវគ្នាស្គាល់មុខហ្នឹងស្គាល់
បើបងប្អូនឃើញខ្ញុំនៅលើកដំបងឯងថតปั๊บរាវរមើលអូអត់ដែរឃើញហងពួកអត់ដែរមានទិន្នន័យចូលទៅក្នុងនឹងសម្រាប់ទៀងវាអត់មានទិន្នន័យឧទាហរណ៍មនុស្សមួយខ្វាក់ពីកំណើតខ្វាក់ពីកំណើតមកតែមកដល់ខ្វាក់ពីកំណើតវាអត់ដែរចូលទិន្នន័យតាមភ្នែកអត់សោះអញ្ចឹងពេលណាយើងនិយាយពីពណ៌មីងនឹងមកផ្ទះយើងព្រឹកមិញពាក់អាវពណ៌សឲ្យគាត់ស្បែកគាត់សតាមនឹកខ្វាក់ពីកំណើតវាសួរសមិនទៅអាសបងប្អូនបញ្យល់វាតើងាប់ក៏វាអត់យល់ដែរពីព្រោះដើម្បីស្គាល់តើតែវាឃើញម្ដងវាឃើញរួចហើយបានវាខ្វាក់ភ្នែកទៅបើឃើញហើយវាខ្វាក់ភ្នែកទៅអានឹងវាអាចស្គាល់បានបើខ្វាក់ពីកំណើតហ្មងវាអត់មានទិន្នន័យចូលដល់អត់មានទិន្នន័យចូលវាចេះតែនាំគ្នាពិចារណាតាមតិចពិចារណាតាមច្រមុះគេថាពណ៌សអញមិននិយាយប្រាប់ឯងទេហើយមិនយល់ទេហេនិយាយតិចអត់និយាយតិចមកថាសរៀងភ្លឺអានោះថាភ្លឺមិនថាភ្លឺរៀងតុនណាមានចាក់តងអីតុនអានេះភ្លឺសមិនថាសដូចឌុំដាំងអញ្ចឹងហើយគាត់ស្រាលវាយកអត្តជាមកនិយាយពួកវាមានតែទិន្នន័យហ្នឹងអញ្ចឹងណាបើពីណាមួយដែលមានភ្នែកភ្លឺរួចហើយទៅអង្គុយនិយាយប្រាប់មនុស្សខ្វាក់ពីកំណើតពីពណ៌គេថាអានេះនិយាយហ្នឹងឈួតមើលលែងជាពីព្រោះវាធ្វើការអត់យល់ការវាអត់ដឹងថាមនុស្សខ្វាក់ពីកំណើតអត់អាចស្គាល់បានទេពណ៌ព្រោះគ្នាគ្មានទិន្នន័យសពថ្ងៃបងប្អូនមិនមែនអាភ្លឺមកជាហៀងទៅនិយាយប្រាប់តែខ្វាក់ណាអានេះនិយាយហ្នឹងក៏ខ្វាក់ដូចគ្នានរោប្រាប់អានេះនិយាយក៏ខ្វាក់គ្រូធម្មចារក៏ខ្វាក់អានេះស្ដាប់ក៏ខ្វាក់រួចហើយនិយាយប្រាប់គ្នាពីរឿងពណ៌បងប្អូនណាដល់ពេលយើងថាពណ៌សពិបាកប្រាប់តែហើយយកទៅមើលនេះពណ៌សកុកយកទៅនេះដល់ពេលទៅដល់សៀបកុកព្រាមអូអញយល់ហើយពណ៌សគឺតុនអលោងបងប្អូនយ៉ាងណាមើលបើវាស្ទាបអញ្ចឹងហ្នឹងវាមិនដឹងអក្សរហ្នឹងវាដឹងមិនបានត្រង់ចំណុចហ្នឹងហើយដែលព្រះសម្មាសម្ពុទ្ធពេលត្រាស់ដឹងព្រាមណាលោកដឹងមិនមែនលោកឃើញទេលោកដឹងអំពីប្រែតលោកដឹងពីប្រែតលោកអត់និយាយប្រាប់យើងទេដល់ពេលប្រមុខលៀនត្រាស់ដឹងមកពួកអ្នកត្រាស់ដឹងមានញាណថ្មីយើងមានញាណតែ6ឯងបងប្អូនមានភ្នែកមានច្រមុះមានត្រចៀកមានអណ្ដាតអញ្ចឹងទៅមានមโนមួយទៀតអ្នកត្រាស់ដឹងមានញាណថ្មីគេហៅថាសពបញ្ញុត្តញាណដែលដឹងសកលសពគ្រប់ទាំងអស់ពេលលោកមានញាណថ្មីលោកដឹងពីនរកពីប្រែតប្រមុខលៀនយកទៅប្រាប់ព្រះសម្មាសម្ពុទ្ធខ្ញុំប្រកាសណាឃើញប្រែតថាឃើញចោះប៉ុន្មានឃើញតាមភ្នែកទេឃើញប្រែតព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាតថាគតដឹងរឿងនឹងយូរហើយតថាគតអត់និយាយពីព្រោះនឹងនិយាយយ៉ាងម៉េចព្រោះសត្វលោកអត់ទាន់មានញាណថ្មីផងអត់ទាន់មានសពយុទ្ធញាណអត់ទាន់កើតញាណថ្មីតថាគតអត់និយាយនេះសបញ្ជាក់ឲ្យឃើញថានរោប្រែតមានមែនបងប្អូនក៏ប៉ុន្តែមិនមែននៅក្នុងសភាពដែលយើងអាចដឹងបានកុំពិចារណាវាកវត្តវាចោលទៅព្រោះអង្គុយគិតទាត់តែងាប់ក៏មនុស្សខ្វាក់ពីកំណើតមិនអាចស្គាល់ពណ៌បានដែរបើយើងប្រឹងគិតខ្លាំងពេកមុខតែចេញដូចគេគូនៅពហិហ្នឹងហើយចេញហ្នឹងចេញផ្ទះខ្លាញ់ចេញអីមកចេញដូចលោកគ្រូធម្មមាស្អីគេនោះលប់ខ្លួនឯងឆ្អែតទេធ្វើតុក្កតាឲ្យកូនខ្មែរលប់នៅក្នុងបឹងភ្លងងូក្តៅណាស់នរកចេញចាស់ឲ្យថាព្រះសម្មាសម្ពុទ្ធសម្ដែងបងប្អូនពិចារណាមើលខ្លួនឯងក៏ខ្វាក់ព្រះសម្មាសម្ពុទ្ធលោកភ្លឺយើងមិនទាន់មានសពញ្ញុតញាណយើងខ្វាក់ព្រះសម្មាសម្ពុទ្ធអត់សម្ដែងពីនរកប្រែតផងព្រះសម្មាសម្ពុទ្ធសម្ដែងប្រាប់ថាម៉េចទេតថាគតសម្ដែងតែធនណានាំទៅដល់ការត្រាស់ដឹងកាលណាអ្នកត្រាស់ដឹងអ្នកមានសពញ្ញុតញាណអ្នកមានញាណថ្មីចាំដឹងរឿងហ្នឹងនៅពេលដែលអ្នកមិនទាន់មានញាណថ្មីរួចហើយអ្នកចង់ដឹងរឿងហ្នឹងហាក់បីដូចជាអ្នកអត់យល់ការមនុស្សមួយខ្វាក់ពីកំណើតចង់ដឹងពណ៌ព្រះសម្មាសម្ពុទ្ធថាកុំអាលចង់ដឹងពណ៌ឥឡូវតថាគតប្រាប់អំពីវិធីព្យាបាលភ្នែកសិនកាលណាអ្នកជាភ្នែកអ្នកឃើញអានឹងដោយស្វ័យប្រវត្តិហេខ្ញុំចង់ដឹងនរកដឹងប្រែតសប្ងៃនិយាយតាអត់ព្រមធ្វើវិបស្សនាដើម្បីរួចរំដោះហេមិនព្រមសិក្សារឿងណាអាចយល់បានទេគាត់សួរតែពីរឿងនរករឿងប្រែតគ្រូគាត់ក៏ខ្វាក់ដល់ពេលនិយាយគ្នាចេញរឿងបោកនឹងមកបដ ாய் បងប្អូនណាគ្មានស្អីក្នុងโลกនេះដែលជាភាវៈរស់ផ្គុំគ្នាបានកន្លែងណាមួយហើយវារស់អត់បានទេកុំនិយាយម្ដងទៀតតែវាផ្គុំគ្នាកន្លែងណាបានវារស់បានដែរឧបមាដែលចិត្តរបស់យើងផ្លាប់ផ្គុំឡើងជាជីវិតក្នុងបកុនអាចតកៅក៏វារស់បានពីព្រោះជីវិតរបស់វាអញ្ចឹងហើយវាអត់នឿយណាយនឹងជីវិតរបស់វាទេណាអត់ទេប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកសម្ដែងអំពីនរកក្តៅណាស់កូននរកក្តៅណាស់សួរតែក្តៅនឹងរបៀបម៉េចលោកនិយាយអំពីសភាពរបស់ចិត្តរបស់សត្វនរកក្តៅណាស់បងប្អូនឃើញអ្នកធំស្រុកខ្មែរទាំងតែងស្រុកខ្មែរនិយាយពីទាំងតែងអ្នកមានស្រុកខ្មែរច្រើនណាស់បងប្អូនលេខឆ្នាំសរសៃភាសាទេបងប្អូនណាទាំងតែងហ្មងនិយាយពីទាំងតែងប៉ុន្តែយើងទៅសួរគាត់មើលហេអ្នកឯងក៏ទាំងតែងម៉េះទេអញមានទាំងតែងអីផងតកៅក្នុងប្រគុណអាចស៊ីអាចអត់ដែរដឹងអាចទេបងប្អូនមកមៀចលេងភ្លើងអត់ដឹងអានឹងភ្លើងទេអ្នកដែលក្តៅចិត្តហ្នឹងអត់ដឹងថាចិត្តហ្នឹងក្តៅទេប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកបានណដ្ឋិសន្តិបរាំងសុខੰលោកប្រាប់ថាគ្មានសេចក្តីសុខណាក្រៅអំពីសេចក្តីស្ងប់ទេសត្វនរកមានចិត្តក្តៅអន្ទះអន្តែងប៉ុន្តែសត្វនរកខ្លួនវាអត់មានថាក្តៅទេណាអ
អត់មានថាក្តៅទេព្រះសម្មាសម្ពុទ្ធលោកបដូចភ្លើងនរុលោកថាក្តៅណាស់ក្តៅគ្មានអ្វីក្តៅដល់កាលណាសតិរបស់បងប្អូនល្អិតចូលទៅក្នុងប្រវាំងបងប្អូនក្តៅណាស់បងប្អូនក្តៅចង់សន្លប់ពេលណាបងប្អូនខឹងគេមកពួលចំហាយកំហឹងនៅក្នុងផ្ទៃចិត្តប៉ុន្តែសតិរបស់យើងតាមវាអត់ទាន់អត់ដឹងព្រះសម្មាសម្ពុទ្ធលោកដឹងថាក្តៅណាស់ដល់ពេលលោករកអីបដូចប៉ុន្មានលោកប្រាប់ថាភ្លើងនរុក្តៅណាស់ដល់ពេលយើងយល់ថាភ្លើងនរុនឹងបែបភ្លើងឆេះព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាក្តៅជាងភ្លើងនឹងទៀតពីព្រោះក្តៅក្នុងចិត្តបងប្អូនក្តៅក្នុងចិត្តនឹងឈួតទេបងប្អូនភ្លើងឆេះខាងក្រៅបើឆេះយើងអត់ឈួតទេណាអត់ធ្វើយើងឈួតបានទេណានោះក៏បងប្អូនណាពេលណាយើងវិបស្សនាដល់ទីជម្រៅកាលណាយើងនៅអត់ជាឧបេក្ខាបងប្អូនពេលដែលយើងក្តៅខ្លាំងមែនទែនហើយយើងអត់នៅជាឧបេក្ខាអាចឈួតណាវិញណាព្រោះក្តៅណាស់បងប្អូនក្តៅណាស់ភ្លើងនឹងក្រៅក្តៅអីយើងឆេះយើងនៅមានសតិរត់កាយអាភ្លើងនរុភ្លើងក្នុងចិត្តនេះក្តៅណាស់ដូចអ្នកមានអ្នកអីស្រុកខ្មែរសពថ្ងៃក្តៅណាស់ចិត្តនឹងក្តៅណាស់អានឹងហើយជាចិត្តដូចសត្វនរុតែព្រះសម្មាសម្ពុទ្ធលោកថាក្តៅប៉ិនសួរខ្លួនគេមើលក្តៅហ៎អត់ក្តៅទេគេមិនដែលក្តៅទេសត្វនៅទីណាសបាយនៅទីនោះប៉ិនព្រះសម្មាសម្ពុទ្ធលោកបានណដ្ឋិសន្តិប្រាំងសុខាងលោកប្រាប់ថាគ្មានសេចក្តីសុខណាក្រៅអំពីសេចក្តីស្ងប់ទេព្រោះតថាគតពលត្រូវហើយចិត្តដែលផ្ទះតែងក្តៅខ្លាំងណាស់ជាចិត្តសត្វក្នុងឋាននរុហើយឋាននរុដែលព្រះសម្មាសម្ពុទ្ធសម្ដែងគឺក្តៅបែបហ្នឹងបងប្អូនពិចារណាអំពីវត្តដាក់ជុំវិញពីខ្លួនឯងពីរបៀបនៃការចាប់ជាតិរួចហើយវិលក្នុងវត្តដាក់ទៅវិញទៅមកបងប្អូនកើតសទ្ធាជ្រះថ្លាពេលហ្នឹងបងប្អូនចេះធ្វើបុណ្យធ្វើបាបទៅខ្លួនឯងហ្មងសម្រាប់ចិត្តថាធ្វើនេះធ្វើនោះដោយខ្លួនឯងមិនបាច់ចាំពីណាប្រាប់ទេបងប្អូនដឹងតែដំណើរជីវិតត្រូវរស់នៅយ៉ាង